ស្រីហ៊ីតធាឥឡូវនេះគឺថាអ្នកស្រីហ៊ីតធាហ្នឹងមានកូនលើកទី11ហើយណាជាម្ដាយក្មេករបស់អ្នកស្រីហ្នឹងមកចាប់កំណើតអ្នកស្រីថាកូននេះបន្ទាប់ពីឆ្លងទន្លេនេះអ្នកស្រីឲ្យគេឲ្យប្រកាសទេឲ្យប្រកាសតែម្ដងដោយមិនមានបង្គាប់បញ្ជាសុំជាលុយជាកាក់ឬក៏យកជាប្រាក់អីទេអត់មានធ្នូយកទេព្រោះអ្នកស្រីហ្នឹងកូនច្រើនពេកណាច្រើនពេកឡូវហ្នឹងវាច្រើនខ្លាំងណាស់បើសិនណាទុកឲ្យនៅជាមួយគ្នាក្នុងបន្ទប់គ្រួសារគឺថាមានកូន8នាក់ណារួមទាំងកូននៅក្នុងផ្ទៃផងទាំងអស់គ្នានេះគឺជាផ្ទះរបស់អ្នកស្រីហ៊ីតធានិងបងប្រុសដុំតេជពលហើយបងប្អូនយើងទាំងអស់គ្នាផ្ទះគាត់ក្រតោកយ៉ាណាបងប្អូនណាហើយគាត់មានកូនច្រើនណាស់កូនរហូតទៅដល់10នាក់ជាសមាជិកនៅក្នុងគ្រួសាររបស់គាត់ហើយបងប្អូនយើងហើយកូនតូចច្រើនណាស់ម៉ងមើលចោះនឹងហើយនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងនៃគ្រួសាររបស់បងប្រុសដុំតេជពលនិងអ្នកស្រីហ៊ីតធាបាទអ្នកស្រីជំរាបសួរម្ដងទៀតជំរាបសួរលោកពូអ្នកស្រីឈ្មោះអីឈ្មោះហ៊ីតធាអាយុប្រហែលហើយ40ឆ្នាំគាត់បងប្រុសឈ្មោះដុំតេជពលអាយុប្រហែលដែរបងអាយុ56ឆ្នាំបាទឲ្យបងប្រុសរៀបរាប់ប្រវត្តិរឿងម្ដាយរបស់បងប្រុសមើលម្ដាយរបស់បងប្រុសឈ្មោះអីបងម្ដាយខ្ញុំឈ្មោះសៅស៊ីមសៃស៊ីមហ៎គាត់ស្លាប់ប្រហែលខែហើយ7-8ខែហ្នឹង7-8ខែពេលដែលគាត់ស្លាប់បងក៏អញ្ជើញទៅដែរអញ្ចឹងហ៎បាទខ្ញុំទៅដែរហ្នឹងហើយឮថាគាត់ស្លាប់ហើយបងគាត់មកចាប់កំណើតនៅជាមួយបងអញ្ចឹងហ៎ខ្ញុំមិនបានដឹងដែរដល់ប្រពន្ធខ្ញុំថាគាត់នឹងមកយកសពហើយមកចាប់ជាតិរកកន្លែងចាប់ជាតិអត់ឃើញហើយថាមានកូនមួយហ្នឹងទេទៅអាចមកបានព្រោះកូនហ្នឹងអាចនៅតុកនៅជាមួយបានណាព្រោះអត់លេបថ្នាំអត់អីការពារអញ្ចឹងអាចនៅបានណាអ្នកស្រីហ៊ីតធាដោយរាល់ថ្ងៃនេះគ្រួសាររបស់អ្នកស្រីមានកូនច្រើនណាស់ចុះហេតុអីបានជាអ្នកស្រីហ្នឹងមិនគេហៅថាលេបថ្នាំពន្យាកំណើតដាក់កងឬក៏ចាក់ថ្នាំដើម្បីកុំឲ្យមានកូនច្រើនណោះខ្ញុំលេបអត់ត្រូវលើឈាមឡើង22រហូតរាល់ថ្ងៃនេះមានជំងឺលើឈាមជំងឺអីខ្លះទៀតខ្ញុំរឺដូងហងមានជំងឺលើឈាមហើយជំងឺរឺដូងបាតទៀតចាលេបថ្នាំអត់ត្រូវបាននិយាយចំទៅពជាកំណើតអត់ត្រូវពជាកំណើតដោយប្រើវិធីណាខ្លះខ្ញុំលេបមានធ្លាប់ចាក់ចាក់ម្ដងចាក់ឲ្យបាក់ខ្លួនពេកក៏ឈប់ទៅចាក់ឲ្យពិបាកខ្លួនពេកក៏ឈប់ទៅហើយមានធ្លាប់ដាក់កងទៀតអត់ប៉ុន្តែធ្វើទុកពេកស្គួមតាំងលេបតាំងចាក់ហ្នឹងធ្វើទុកពេកចាធ្វើទុកយ៉ាងម៉េចវាចេះឲ្យយើងញ៉ុកខ្លួនក្តៅក៏ហល់ក៏ហាយពេញខ្លួនស្គួមហូបបែបបានទេអូចេះតែធ្វើទុកក្នុងខ្លួនយើងពិបាករស់នៅស្គមក៏ហល់ក៏ហាយដល់ពេលលំបាកអញ្ចឹងបងស្រីឈប់លេបទៅក៏មិនដោយតាមយថាកម្មអញ្ចឹងទៅបងស្រីណោះនឹងមិនដោយតាមយថាកម្មអញ្ចឹងទៅបងប្អូនយើងទាំងអស់គ្នាមើលចោះនឹងហើយដល់ពេលពញាកំណើតអត់បានអញ្ចឹងចេះតែបដ ாய் តាមយថាកម្មរហូតសពថ្ងៃមានកូន10នាក់ចាឥឡូវនេះគឺថាមានកូនលើកទី11ហើយកូនហើយអត់បញ្ជ្រូចចោលអញ្ចឹងបានន័យថាបងស្រីមានកូនលើកទី11ទៀតចាហើយដឹងថាកូននឹងស្រីឯប្រុសហ៎កូនខ្ញុំស្រីបើម៉ែខ្ញុំគាត់មកប្រកាសជាស្រីហ៎ណោះជាម្ដាយក្មេករបស់អ្នកស្រីមកចាប់កំណើតនៅជាមួយម្ដាយក្មេករបស់អ្នកស្រីឈ្មោះអីមិញសៅស៊ីមណោះមករស់នៅជាមួយបានន័យថាអ្នកស្រីហ្នឹងមិនព្រមពីយប់មិនព្រមពីយប់ជាប់គ្នាពីយប់គាត់មកហ្នឹងខ្ញុំក៏អត់ព្រមដែរដល់ពេល3យប់ខ្ញុំក៏ព្រមទៅណាត់គាត់អូក៏ព្រមទៅក៏ចាប់ផ្ដើមមានកូននោះទៅចាចាប់ចាញ់ដោយអ្នកស្រីមានកូនច្រើនអញ្ចឹងហើយសុកចិត្តយកកូនទី11ទៀតបងប្អូនយើងទាំងអស់គ្នាកូនទី11ទៀតណាគឺថាប្រកាសជាលំបាកវេទនាណារកអីហូបមិនបានទេណាព្រោះគ្រួសារអ្នកស្រីមានជីវភាពផ្ទាល់ឯខ្វះខាតណាអញ្ចឹងហើយនៅតែយកទៀតអាកូនទី11នេះហើយកូននេះប្រកាសជាកូនស្រីហើយចុះបើកូននេះឆ្លងទន្លេមកអ្នកស្រីមានលទ្ធភាពចិញ្ចឹមដែរឬក៏ឲ្យគេបាទក្រោយនេះបាក់ពេកឲ្យគេដែរលោកពូអូស្រីហ៊ីតធាឥឡូវនេះគឺថាអ្នកស្រីហ៊ីតធាហ្នឹងមានកូនលើកទី11ហើយណាជាម្ដាយក្មេករបស់អ្នកស្រីហ្នឹងមកចាប់កំណើតអ្នកស្រីថាកូននេះបន្ទាប់ពីឆ្លងទន្លេនេះអ្នកស្រីឲ្យគេឲ្យប្រកាសទេឲ្យប្រកាសតែម្ដងដោយមិនមានបង្គាប់បញ្ជាសុំជាលុយជាកាក់ឬក៏យកជាប្រាក់អីទេអត់មានធ្នូយកទេព្រោះអ្នកស្រីហ្នឹងកូនច្រើនពេកណាច្រើនពេកឡូវហ្នឹងវាច្រើនខ្លាំងណាស់បើសិនណាទុកឲ្យនៅជាមួយគ្នាក្នុងបន្ទប់គ្រួសារគឺថាមានកូន8នាក់ណារួមទាំងកូននៅក្នុងផ្ទៃផងអញ្ចឹងដើម្បីឲ្យគេហៅថាកាត់បន្ថយនៅភាពខ្វះខាតឬក៏បញ្ហាសម្រាប់គ្រួសារនោះបងស្រីថាកូនទី11នេះបើមានគេសុំឬក៏បងប្អូនណាចង់បានក៏អញ្ជើញមកយកចោះប៉ុន្តែនៅពេលនេះ
คือบองสไลเตอร์แต่เมียนสไลพวกใบแค่แต่ปปนน้องจังไง จ้า ช่วงมาสนาเนี่ยสไลต่ำแหละเตียดหรือก็ไปจุดเจ้าเตียดตั้งเมียนห้านี่เพย์ไอสำหรับครูซาหรือบอกครูหรือก็สำหรับชีวิตบอกครูเนี่ย ยำคลาหาวิภัยนั่งเวียยังวิจาตีตีมวยยำลอยเชี่ยม เลยเชียม จ้าบัดอัดเฮียมถอยเต้จกยัดกาแต่มดอง บอกสนาปะทอยเตียดยังไม่ได้ ถอยเชี่ยมละจาน โฮเชียมทะเลจรา จ้า โฮเชียมทะเลระยะเป็นประมาณใด ละลังยูมัมจิโรโกน้องยูจังเปียตัดนู้ อู้จองปีสัปดาห์มาเอินกับราคาวัดได้จังเอ้า จ้า โอ้จังบานในทาบองสไลอัดเฮียนแบบทอยโยจังหรือก็ต่ำแหละเจ้าตี จ้า บอจองต่ำแหละเจ้าตีมีน่ะโบมจังไง จ้า มีน่ะโบมให้ภาษณาจิโบมนี่คือทาเมียนครูธนาครั้งหน้าสำหรับมาได้ จ้า อายดังโฮเชียมดอกโฮตดอลก่อนราคาหรือก็สมาหนึ่งปีสัปดาห์จังไง จ้า จังเนี่ยสไลอัดต่ำแหละเจ้าตีโกนได้มาได้เคยมาจากก่อนนั้นนี่ตกเอาดูเนาจะมวยนี้จะเรียงโฮเต่าหายจัง จ้า បាទបងប្អូនយើងទាំងអស់គ្នានេះគឺជាសមាជិកនៅក្នុងគ្រួសារបងប្រុសដុំតេជពលនិងអ្នកស្រីហិទ្ធាបងប្អូនយើងទាំងអស់គ្នាហើយអ្វីដែលពិសេសនោះគឺថាគាត់មានកូនលើកទី11ហើយគាត់មានកូនជាលើកទី11ហើយកូនជាលើកទី11នេះគឺជាកូនដែលម្ដាយក្មេករបស់គាត់មកសុំចាប់កំណើតនៅជាមួយហើយអ្វីដែលជាពិសេសនោះគឺថាគាត់អត់ហ៊ានទម្លាក់ចោលទេគាត់ថាកាលណាទម្លាក់ចោលទៅនឹងធ្វើឲ្យគាត់នឹងមានបញ្ហាដោយសារគាត់ធ្លាប់ទម្លាក់ចោលម្ដងហើយវាធ្លាក់ឈាមពេកមកនេះធ្លាក់ឈាមរហូតទៅដល់2សប្ដាហ៍ឬក៏ស្មើ1អាទិត្យឯណោះអញ្ចឹងបងប្អូនយើងទាំងអស់គ្នាកូននេះបន្ទាប់ពីគាត់ឆ្លងទន្លេមកគាត់ថាគាត់នឹងឲ្យគេហើយគាត់អត់មានគិតលុយគិតកាក់គិតប្រាក់អីជាថ្នូរលក់ដូរឬក៏ទិញកូនទេ